นี่คือជាកន្លែងដែលគ្រោះថ្នាក់បំផុតមួយនៅលើពិភពលោកពេលដែលអ្នកទូណាម្នាក់ចូលមកហើយនៅខាងក្នុងខ្លួនរបស់ពួកគេប្រសិនបើអ្នកណាម្នាក់ព្យាយាមឆ្លងកាត់បន្ទាត់ពលលឹងនៅលើដីពួកគេមានអារម្មណ៍ឈឺចាប់ខ្លាំងនៅក្នុងពោះប៉ុន្តែប្រសិនបើពួកគេឆ្លងកាត់បន្ទាត់ក្រហមគ្រាប់បែកនៅខាងក្នុងរបស់ពួកគេនឹងផ្ទុះភ្លាមៗនោះហើយជាមូលហេតុដែលគ្មាននរណាម្នាក់ធ្លាប់រត់គេខ្លួនចេញពីកន្លែងនេះទាំងរស់ពន្ធនាគារនេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយម៉ាស៊ីនហើយសាំងសងនៅក្រោមផ្សេងពីខ្សែវាមានសរុប33ជាន់ហើយគ្រប់ជាន់ត្រូវបានបំពាក់ដោយកាណូមនៅទ្រុងផ្នែកដែលមានគួរឲ្យខ្លាចបំផុតគឺប្រព័ន្ធនេះអានចិត្តអ្នកទូសូម្បីតែពេលពួកគេគេងលក់ហើយក្តីសុបិនរបស់ពួកគេក៏ឡើងនៅលើអេក្រង់របស់អ្នកយាមប្រសិនបើអ្នកទូសុបិនអំពីអ្វីដែលពួកគេស្រឡាញ់ប្រព័ន្ធនេះនឹងធ្វើឲ្យរបៀបជាចាប់សកម្មភ្លាមៗអ្នកទូភ្ញាក់ឡើងតែមានការតក់ស្លុតយ៉ាងខ្លាំងដូចជាពួកគេត្រូវបានបោះចូលទៅក្នុងនរកនៅក្នុងបរិយាកាសនេះអ្នកទូជាច្រើនបានបាត់បង់សូម្បីតែជីវិតរបស់ពួកគេចាក់គឺជាម្នាក់ក្នុងចំណោមពួកគេគាត់ធ្លាប់ជាទាហានកងកម្លាំងពិសេសគាត់កំពុងចាក់ចេញពីទីក្រុងជាមួយប្រពន្ធដែលមានផ្ទៃពោះប៉ុន្តែពួកគេត្រូវបានចាប់ខ្លួននៅតាមផ្លូវនៅពេលអនាគតកាំរស្មីនៅលើ Panday បានខ្លាចជាខ្លាំងណាស់ដូច្នេះរដ្ឋាភិបាលបានអនុញ្ញាតឲ្យគូស្វាមីភរិយាមានគួនតែម្នាក់ម៉ាស៊ីន scan បានបង្ហាញប្រព័ន្ធរបស់ចាក់មានផ្ទៃពោះចាក់ត្រូវបានបំបែកចេញពីនាងហើយបញ្ជូនទៅពន្ធនាគារភ្លាមតែមកបដាល់គាត់បានឃើញអ្នកទូត្រូវបានគេវេដំយ៉ាងសាហាវកាមេរ៉ាបានចាប់ផ្ដើមធ្វើឲ្យសំឡេងរត់ទៅក៏បន្លឺឡើងបន្ទាប់ពីនោះពួកគេទាំង3នាក់ត្រូវបានជាប់នៅក្នុងទ្រង់ឡាសេប្រសិនបើពួកគេកម្រើបន្តិបន្ទួចឡាសេនឹងដុតពួកគេទាំងរស់ប្រព័ន្ធបានសួរថាអ្នកណាជាអ្នកចាប់ផ្ដើមឆ្លោះគ្នាប៉ុន្តែគ្មាននរណាម្នាក់និយាយអ្វី Gordon កំពុងមើលអ្វីៗទាំងអស់ប៉ុន្តែជំនួសឲ្យការប្រយុទ្ធគាត់បានដកស្ពានចេញធ្វើឲ្យការប្រយុទ្ធកាន់តែគ្រោះថ្នាក់លើកនេះចាក់បានរកឃើញចំណុចខ្សែរបស់ក្មេងទំនើងហើយបានកម្ចាត់វាឥឡូវនេះក្មេងទំនើងកំពុងព្យួរនៅលើស្ពានឆ្មាំបានបញ្ជាឲ្យចាក់ឲ្យវាធ្លាក់ចុះប៉ុន្តែចាក់បានព្យាយាមជួយសង្គ្រោះវាជំនួសវិញជាលើកដំបូងដែលនរណាម្នាក់មិនស្ដាប់បង្គាប់របស់ឆ្មាំដោយកំហឹងឆ្មាំបានបញ្ជាឲ្យសម្លាប់អ្នកទោសក្របកំភ្លើងនៅត្រង់បានទម្លួទ្រង់របស់គាត់នៅពេលនោះចាក់បានវាយគ្រាប់បែកនៅក្បែរនោះដោយសម្ងាត់បន្ទាប់ពីនោះមកឆ្មាំបានចងចាក់ទៅនឹងម៉ាស៊ីន Devil 360 ដឺក្រេគាត់ត្រូវបានគេធ្វើតេស្តរយៈពេល3ថ្ងៃជាប់របបគ្នារហូតដល់គាត់ដួលរលំឥឡូវនេះ John កំពុងមើលថែគាត់ទន្ទឹមនឹងនេះឆ្មាំបានក៏ហៅប្រពន្ធរបស់ Jack មកការិយាល័យរបស់គាត់ប៉ុន្តែនាងមិនបានក្បត់ Jack ទេផ្ទុយទៅវិញនាងបានចាប់ផ្ដើមរកពិធីជួយគាត់ថ្ងៃមួយនាងបានលាយថ្នាំងងុយគេងទៅក្នុងស្រារបស់ឆ្មាំហើយឲ្យគាត់ផឹកបន្ទាប់មកឆ្មាំបាន scan ចិត្តរបស់ Jack ហើយចូលទៅក្នុងការចងចាំរបស់គាត់នៅក្នុងសុបិន Jack បានឃើញខ្លួនឯងជាក្មេងប្រុសតូចម្នាក់ជាប់នៅក្នុងរណ្ដៅពេលនោះប្រពន្ធរបស់គាត់បានអោនខ្លួនចុះហើយលូកដៃទៅរកគាត់ពេលដែល Jack ទោះចាប់ដៃនាងគាត់ក៏ភ្ញាក់ពីដំណេកនៅក្នុងពិភពលោកពិតគាត់ប្រកាសថាប្រពន្ធរបស់គាត់នៅតែមានជីវិតហើយក្តីសង្ឃឹមនោះបានក្លាយជាហេតុផលដែលគាត់មិនតរស់នៅឥឡូវនេះ John បានពិនិត្យមើលគ្រាប់បែកដែល Jack បានលាក់នៅម្ខាងទៀតប្រពន្ធរបស់ Jack បានចម្លងផែនទីពន្ធនាគារពីកុំព្យូទ័ររបស់ឆ្មាំហើយឲ្យទៅ John តាមរយៈប្រព័ន្ធ scan laser ពួកគេបានរកឃើញផ្លូវរត់គេចដែលអាចធ្វើទៅបានប៉ុន្តែមានបញ្ហាធំមួយរហូតដល់គ្រាប់បែកដែលបានបង្កប់របស់ពួកគេត្រូវបានដកចេញការរត់គេចពីពន្ធនាគារគឺមិនអាចទៅរួចទេ